នៅក្នុងថ្ងៃវិសាខបូជាឆ្នាំនេះគឺខ្ញុំបានធ្វើប្រទីបដោយខ្លួនឯងដើម្បីយកទៅបណ្ដែតនៅវត្តគល់ទទឹងខ្ញុំបានទៅរកបេះផ្ការៈនៅតាមបណ្ដោយផ្លូវ60ម៉ែត្រសម្រាប់ការនេះគឺខ្ញុំត្រូវការតែបណ្ដូរក្នុងទេហើយខ្ញុំក៏មានស្នោក៏ដូចជាម្ជុលជាមួយនឹងផ្កាឈូកសម្រាប់ផ្កាឈូកនេះគឺខ្ញុំធ្វើការបកយកតែស្រទាប់ខាងក្រៅទេបន្ទាប់ពីបកផ្កាឈូករួចរាល់ហើយឥឡូវយើងមកកាច់ស្លឹកផ្កាឈូកម្ដងដំបូងគឺខ្ញុំបត់ជាមួយនឹងស្លឹកផ្កាឈូកពណ៌សជាមុនសិនហើយងាយអ្នកទាំងអស់គ្នាគ្រាន់តែយើងបត់ហើយគឺដោតមកជុលបែបនេះជាការស្រេចបន្ទាប់ពីបត់បានមួយជុំហើយឥឡូវនេះគឺខ្ញុំមកបត់ស្លឹកផ្កាឈូកពណ៌ហៀងចាស់បន្តិចនៅខាងក្រៅហើយខ្ញុំបន្តបត់ស្លឹកផ្កាឈូកបែបនេះចំនួនមួយជុំទៀតឲ្យបាន3ជុំបន្ទាប់មកទៀតខាងក្នុងនេះគឺខ្ញុំធ្វើការដោតជាមួយនឹងផ្ការៈពណ៌សសិនហើយសម្រាប់ផ្ការៈពណ៌ហៀងស្វាយហ្នឹងគឺខ្ញុំបន្តបដិញចូលទៅខាងក្នុងអញ្ចឹងបើសិនជាថ្ងៃសិលធំអ្នកទាំងអស់គ្នាចង់ធ្វើប្រទីបដោយខ្លួនឯងយកទៅបន្តែតអីយើងអាចធ្វើបានព្រោះមានភាពងាយស្រួលមែនតើហើយផ្ការៈភាគច្រើនមានពីរពណ៌អ្នកទាំងអស់គ្នាមានពណ៌សនិងពណ៌ហៀងស្វាយអញ្ចឹងអ្នកទាំងអស់គ្នាអាចហូបបេះដោយខ្លួនឯងបានចុងក្រោយគេនៅកណ្ដាលនេះអ្នកទាំងអស់គ្នាគឺខ្ញុំបិទជាមួយនឹងកាវទៀនទៅលើផ្កាឈូកយើងហើយបិទមកចំកណ្ដាលតែម្ដងឥឡូវប្រទីបខ្ញុំគឺរួចរាល់អ្នកទាំងអស់គ្នាដោយសារតែខ្ញុំមានពេលវេលាខ្លីមែនតើក្នុងការធ្វើដែរអញ្ចឹងគឺខ្ញុំធ្វើបានតែមួយនឹងទេហើយដើម្បីធ្វើប្រទីបនេះហើយខ្ញុំក៏សូមអរគុណទៅដល់ assistant ខ្ញុំដែរដែលគាត់បានជួយទៅបេះផ្កាក៏ដូចជាបត់ផ្កាមួយខ្ញុំហើយថ្ងៃនេះគឺខ្ញុំទៅវត្តជាមួយនឹងម៉ាក់ខ្ញុំហើយនឹង assistant ខ្ញុំថ្ងៃនេះគឺមេឃសតុំរហូតមានភ្លៀងហងឥន្ទនូទៀតហើយខ្ញុំសង្កេតឃើញថាអ្នកចូលរួមកម្មវិធីបុណ្យវិសាខបូជានៅវត្តគល់ទទឹងនេះគឺច្រើនខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយម្នាក់គឺមកក្រោមដំណក់ទឹកភ្លៀងហ្មងពុទ្ធបរិស័ទថ្ងៃនេះគឺជ្រះថ្លាមែនតើពេលដែលខ្ញុំធ្វើការបណ្ដែតប្រទីបនេះគឺក្នុងចិត្តខ្ញុំបានផ្សងថាសូមឲ្យមនុស្សលោកក៏ដូចជាសព្វសត្វទាំងឡាយបាននូវសេចក្តីសុខសន្តិភាពទាំងអស់គ្នាហើយខ្ញុំក៏សូមជូនបុណ្យដល់អ្នកទាំងអស់គ្នាដែលបានតាមដានមើលវីដេអូខ្ញុំនេះផងដែរ